đấy bọn bạn ngày nay dương miền sum nổ môi sủa ta để ai cũng còn tọt bànประมาณกัดตามปีจำหน่อยบางក្នុងnàyនេះគឺគេតម្រូវឲ្យយើងគូបន្ទាត់មួយកាត់តាមពីចំណុចអញ្ចឹងបើយើងមានចំណុចច្រើនយើងក៏នៅតែគូបន្ទាត់មួយឲ្យកាត់តាមពីចំណុចដូចគ្នាចុះបើយើងមានបន្ទាត់បើមានចំណុចតែមួយគឺយើងមិនអាចគូបន្ទាត់កាត់តាមពីចំណុចបានទេបាទក្នុងនៃលំហាត់នេះគឺគេចង់ឲ្យយើងគូបន្ទាត់មួយឲ្យកាត់ពីចំណុចអញ្ចឹងតើតែមានពីចំណុចបានអាចគូបន្ទាត់បានខណៈនេះលោកគ្រូបញ្ជាក់តិចខ្លះច្រឡំណាអញ្ចឹងឧទាហរណ៍ថាលោកគ្រូមានចំណុចមួយអញ្ចឹងលោកគ្រូមិនអាចគូបន្ទាត់បានទេអញ្ចឹងចំនួនបន្ទាត់បើយើងរាប់ទៅគឺ0ដែរចុះបើលោកគ្រូមាន2ចំណុចបាទយើងគូបន្ទាត់បានតែមួយទេចុះបើមាន3ចំណុចបាទគូបន្ទាត់បានប្រហែលបាទអញ្ចឹងបើយើងបន្តដើរចំណុចបន្តទៀតយើងនឹងបានដូចចម្លើយដូចនេះណាអញ្ចឹងយើងអាចគណនាចំនួនបន្តទៅតាមចំណុចដែលយើងដើរដោយរូបភាពនេះអញ្ចឹងតើអ្នកគ្នាសង្កេតឃើញយ៉ាងដូចម្ដេចដែរពេលដែលគ្រូដើរមួយចំណុចគឺយើងបានបន្ទាត់0 2ចំណុចបានបន្ទាត់1 3ចំណុចបានបន្ទាត់3 4ចំណុចបានបន្ទាត់ដល់ទៅ6 5ចំណុចបានបន្ទាត់ដល់ទៅ10 6ចំណុចចឹងយើងបានបន្ទាត់ប្រហែល6ចំណុចបានដល់ទៅ15តើអាតម្លៃ15 16 3 1ហ្នឹងយើងគណនាបានយ៉ាងដូចម្ដេចបាទយើងអាចគណនាបានដោយយើងបូកចង់គណនាចំនួនបន្ទាត់គឺយើងត្រូវយកចំនួន0ចាប់ផ្ដើមបូកចេញពីចំនួន0អញ្ចឹងឧទាហរណ៍ថាយើងមាន1ចំណុចអញ្ចឹងយក0ណាចុះបើយើងមាន2ចំណុចគឺយើងយក0បូក1ចុះបើយើងមាន3ចំណុចយើងយកពីលេខ0បូករហូតមកដល់លេខ2អញ្ចឹងយើងយកលេខ0មុនគេហើយបន្ទាប់មកលេខ1បន្ទាប់មកលេខ2បន្ទាប់ហើយនឹងលេខបន្ទាប់រហូតទៅដល់ចំនួនចំណុចដែលយើងកំណត់ថាដៅប្រមាណតែយើងដៅ6យើងដៅ6អញ្ចឹងចំនួនយើងបាន15អញ្ចឹងមានន័យថាយើងយកពីលេខ0បូកលេខ1រហូតដល់លេខ5ណាបូកដល់លេខ5អញ្ចឹងបងប្អូនសាកបូកទៅយើងនឹងឃើញចំនួននេះឬក៏ថ្នាក់ធំយើងអាចសម្រាប់ថ្នាក់ធំយើងអាចប្រើរូបមន្តគេហៅថារូបមន្ត switch ណានេះហៅរូបមន្ត switch នេះជា switch នេះគឺជា switch និពន្ធណាបាទចុះបើសិនជាយើងដៅចំនួនដែលលើសពីហ្នឹងតើយើងអាចគណនាបានទេបើយើងដៅចំនួនច្រើនពេកគឺយើងមិនអាចគណនាបានដោយបូកបន្តគ្នាបែបនេះបានទេគឺយើងត្រូវតែប្រើរូបមន្តមួយនេះហើយណាបាទអញ្ចឹងឧទាហរណ៍ថាលោកគ្រូមាន7ចំណុចតើយើងអាចគូបន្ទាត់បានចំនួនប្រមាណអញ្ចឹងបងអូនសាកគូខ្លួនឯងសាកមើលណាសាកអនុវត្តខ្លួនឯងសាកមើលតើបានចម្លើយប្រមាណហើយកណនាខ្លួនឯងសាកមើលទៅយើងនឹងឃើញចម្លើយរបស់ខ្លួនឯងណាបាទអរគុណ